ជីវធម្មខ្ញុំកណ្ណាខ្ញុំបាទសូមធ្វើកិច្ចនមស្ការចំពោះគុណព្រះរតនត្រ័យដោយសេចក្តីជ្រះថ្លានិងសូមធ្វើកិច្ចនមស្ការចំពោះលោកគ្រូអង្គធម្មកថាកាចារ្យជាទីសក្ការៈមួយវិញទៀតក៏សូមធ្វើសេចក្តីគិរវៈចំពោះលោកគ្រូធម្មចារ្យជាទីគោរពក្នុងគណៈនេះខ្ញុំកណ្ណាខ្ញុំបាទសូមអនុញ្ញាតសិក្សាបន្តអំពីធម៌អភិធម្មដែលប្រសង់តែងតែសូត្រប្រាប់នៅក្នុងពិធីបុណ្យដាពុស្ដាខ្ញុំប្រកាសណាខ្ញុំបាទដាក់ថាវគ្គ35ជាមេវិភាំងស្ដីអំពីបច្ចយាការវិភាំងចំណុចអកុសលនិទេសនៅក្នុងបេដកលេខ81ត្រង់ទំព័រ66ឃ្នៀប93ដល់ឃ្នៀប103ពួកធម៌ជាអកុសលតើដូចម្ដេចក្នុងសម័យណាអកុសលចិត្តច្រឡំដោយសោមនស្សប្រកបដោយទិដ្ឋិប្រកបដោយសង្ខារពេច្រឡំដោយសោមនស្សប្រាសចាកទិដ្ឋិពេច្រឡំដោយសោមនស្សប្រាសចាកទិដ្ឋិប្រកបដោយសង្ខារមានរូបជាអារម្មណ៍ក្តីពេមានធម៌ជាអារម្មណ៍ក្តីឬក៏ប្រារព្ធនៅអារម្មណ៍ណាហើយកើតឡើងក្នុងសម័យនោះសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈទី6កើតមានព្រោះនាមជាបច្ច័យភាសៈកើតមានព្រោះអាយតនៈទី6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យតណ្ហាកើតមានព្រោះវេទនាជាបច្ច័យអធិមោខកើតមានព្រោះតណ្ហាជាបច្ច័យភពកើតមានព្រោះអធិមោខជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យចរិយានិងមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះបណ្ដាបច្ចយាការទាំងនោះអវិជ្ជាតើដូចម្ដេចការមិនដឹងការមិនឃើញពេគន្លឹះគឺអវិជ្ជាមោហៈអកុសលមូលណានេះហៅថាអវិជ្ជាបណ្ដាបច្ចយាការទាំងនោះសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យតើដូចម្ដេចចេតនាការសន្សំភាពនៃការសន្សំនៅអារម្មណ៍ណានេះហៅថាសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យពេបណ្ដាបច្ចយាការទាំងនោះអធិមោខកើតមានព្រោះតណ្ហាជាបច្ច័យតើដូចម្ដេចការចុះស៊ុបអាការៈចុះស៊ុបភាពចុះស៊ុបនៃចិត្តក្នុងអារម្មណ៍នោះណានេះហៅថាអធិមោខកើតមានព្រោះតណ្ហាជាបច្ច័យបណ្ដាបច្ចយាការទាំងនោះភពកើតមានព្រោះអធិមោខជាបច្ច័យតើដូចម្ដេចវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌវិញ្ញាណខណ្ឌលើកតែអធិមោខចេញនេះហៅថាភពកើតមានព្រោះអធិមោខជាបច្ច័យពេព្រោះហេតុនោះទើបពោលថាហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះពេពួកធម៌ជាអកុសលតើដូចម្ដេចក្នុងសម័យណាអកុសលចិត្តច្រឡំដោយឧបេក្ខាប្រកបដោយទិដ្ឋិមានរូបជាអារម្មណ៍ក្តីពេមានធម៌ជាអារម្មណ៍ក្តីឬក៏ប្រារព្ធនៅអារម្មណ៍ណាហើយកើតឡើងក្នុងសម័យនោះសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈទី6កើតមានព្រោះនាមជាបច្ច័យភាសៈកើតមានព្រោះអាយតនៈទី6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យតណ្ហាកើតមានព្រោះវេទនាជាបច្ច័យឧបាទានកើតមានព្រោះតណ្ហាជាបច្ច័យភពកើតមានព្រោះឧបាទានជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យចរិយានិងមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះបណ្ដាបច្ចយាការទាំងនោះអវិជ្ជាតើដូចម្ដេចការមិនដឹងការមិនឃើញពេគន្លឹះគឺអវិជ្ជាមោហៈអកុសលមូលណានេះហៅថាអវិជ្ជាពេបណ្ដាបច្ចយាការទាំងនោះវេទនាកើតមានព្រោះភាសៈជាបច្ច័យតើដូចម្ដេចសេចក្តីត្រេកអរក៏មិនមែនសេចក្តីមិនត្រេកអរក៏មិនមែនដែលប្រព្រឹត្តទៅក្នុងចិត្តការទទួលនៅអារម្មណ៍មិនមែនទុក្ខមិនមែនសុខដែលកើតអំពីចេតោសម្ផស្សអទុក្ខមសុខវេទនាដែលកើតអំពីចេតោសម្ផស្សណានេះហៅថាវេទនាកើតមានព្រោះភាសៈជាបច្ច័យពេ
ព្រោះហេតុនោះទើបពោលថាហេតុជាទីកើតឡើងនៃកងទ័ពទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះពេពួកធម៌ជាអកុសលតើដូចម្តេចក្នុងសម័យណាអកុសលចិត្តច្រឡំដោយឧបេក្ខាប្រកបដោយទិដ្ឋិប្រកបដោយសង្ខារពេច្រឡំដោយឧបេក្ខាប្រាសចាកទិដ្ឋិពេច្រឡំដោយឧបេក្ខាប្រាសចាកទិដ្ឋិប្រកបដោយសង្ខារមានរូបជាអារម្មណ៍ក្តីពេមានធម៌ជាអារម្មណ៍ក្តីឬក៏ប្រារព្ធនៅអារម្មណ៍ណានាហើយកើតឡើងក្នុងសម័យនោះសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈទី6កើតមានព្រោះនាមជាបច្ច័យភាសៈកើតមានព្រោះអាយតនៈទី6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យតណ្ហាកើតមានព្រោះវេទនាជាបច្ច័យអធិមោកកើតមានព្រោះតណ្ហាជាបច្ច័យភពកើតមានព្រោះអធិមោកជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យចរិយានិងមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុជាទីកើតឡើងនៃកងទ័ពទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះពេពួកធម៌ជាអកុសលតើដូចម្តេចក្នុងសម័យណាអកុសលចិត្តច្រឡំដោយទោមនស្សប្រកបដោយបដិខៈពេច្រឡំដោយទោមនស្សប្រកបដោយបដិខៈប្រកបដោយសង្ខារមានរូបជាអារម្មណ៍ក្តីពេមានធម៌ជាអារម្មណ៍ក្តីឬក៏ប្រារព្ធនៅអារម្មណ៍ណានាហើយកើតឡើងក្នុងសម័យនោះសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈទី6កើតមានព្រោះនាមជាបច្ច័យភាសៈកើតមានព្រោះអាយតនៈទី6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យបដិខៈកើតមានព្រោះវេទនាជាបច្ច័យអធិមោកកើតមានព្រោះបដិខៈជាបច្ច័យភពកើតមានព្រោះអធិមោកជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យចរិយានិងមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុជាទីកើតឡើងនៃកងទ័ពទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះបណ្ដាបច្ចយាការទាំងនោះអវិជ្ជាតើដូចម្តេចការមិនដឹងការមិនឃើញពេគន្លឹះគឺអវិជ្ជាមោហៈអកុសលមូលណានេះហៅថាអវិជ្ជាពេបណ្ដាបច្ចយាការទាំងនោះវេទនាកើតមានព្រោះភាសៈជាបច្ច័យតើដូចម្តេចសេចក្តីមិនត្រេកអរប្រព្រឹត្តទៅក្នុងចិត្តសេចក្តីទុក្ខប្រព្រឹត្តទៅក្នុងចិត្តការទទួលអារម្មណ៍មិនជាទីត្រេកអរជាទុក្ខដែលកើតអំពីចេតោសម្ផស្សវេទនាមិនជាទីត្រេកអរជាទុក្ខដែលកើតអំពីចេតោសម្ផស្សណានេះហៅថាវេទនាកើតមានព្រោះភាសៈជាបច្ច័យបណ្ដាបច្ចយាការទាំងនោះបដិខៈកើតមានព្រោះវេទនាជាបច្ច័យតើដូចម្តេចការចង្អៀតចង្អល់ការថ្នាំងថ្នាក់នៃចិត្តពេភាពកាចការមិនស្រស់ស្រាយភាពនៃសេចក្តីមិនត្រេកអរណានៃចិត្តនេះហៅថាបដិខៈកើតមានព្រោះវេទនាជាបច្ច័យបណ្ដាបច្ចយាការទាំងនោះអធិមោកកើតមានព្រោះបដិខៈជាបច្ច័យតើដូចម្តេចការចុះស៊ុបអាការៈចុះស៊ុបភាពនៃការចុះស៊ុបនៃចិត្តក្នុងអារម្មណ៍នោះណានេះហៅថាអធិមោកកើតមានព្រោះបដិខៈជាបច្ច័យបណ្ដាបច្ចយាការទាំងនោះភពកើតមានព្រោះអធិមោកជាបច្ច័យតើដូចម្តេចវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌវិញ្ញាណខណ្ឌលើកតែអធិមោកចេញនេះហៅថាភពកើតមានព្រោះអធិមោកជាបច្ច័យពេព្រោះហេតុនោះទើបពោលថាហេតុជាទីកើតឡើងនៃកងទ័ពទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះពេពួកធម៌ជាអកុសលតើដូចម្តេចក្នុងសម័យណាអកុសលចិត្តច្រឡំដោយឧបេក្ខាប្រកបដោយវិជិកិច្ឆាមានរូបជាអារម្មណ៍ក្តីពេមានធម៌ជាអារម្មណ៍ក្តីឬក៏ប្រារព្ធនៅអារម្មណ៍ណានាហើយកើតឡើងក្នុងសម័យនោះសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈទី6កើតមានព្រោះនាមជាបច្ច័យភាសៈកើតមានព្រោះអាយតនៈទី6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យវិជិកិច្ឆាកើតមានព្រោះវេទនាជាបច្ច័យភពកើតមានព្រោះវិជិកិច្ឆាជាបច្ច័យ
ជាតិកើតមានព្រោះភពជាបច្ច័យចរិយានិងមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះបណ្ដាបច្ចយាការទាំងនោះអវិជ្ជាតើដូចម្ដេចការមិនដឹងការមិនឃើញពេគន្លឹះគឺអវិជ្ជាមោហៈអកុសលមូលណានេះហៅថាអវិជ្ជាពេបណ្ដាបច្ចយាការទាំងនោះវេទនាកើតមានព្រោះភាសៈជាបច្ច័យតើដូចម្ដេចសេចក្តីត្រេកអរក៏មិនមែនសេចក្តីមិនត្រេកអរក៏មិនមែនដែលប្រព្រឹត្តទៅក្នុងចិត្តការទទួលអារម្មណ៍មិនមែនទុក្ខមិនមែនសុខដែលកើតអំពីចេតោសម្ផស្សអទុក្ខមសុខវេទនាដែលកើតអំពីចេតោសម្ផស្សនេះហៅថាវេទនាកើតមានព្រោះភាសៈជាបច្ច័យបណ្ដាបច្ចយាការទាំងនោះវិជិកិច្ឆាកើតមានព្រោះវេទនាជាបច្ច័យតើដូចម្ដេចការងឿងឆ្ងល់អាការៈងឿងឆ្ងល់ភាពងឿងឆ្ងល់ការប្រាសចាកបញ្ញាការតែងតាងគំនិតការបែកគំនិតជាពីរផ្លូវពីរការសង្ស័យការកាន់យកចំណែកច្រើនការអង្គឺអង្គែការអល់ឯកការមិនចុះចិត្តសុខភាពរឹងរូសការរសេមរសាមណានៃចិត្តនេះហៅថាវិជិកិច្ឆាកើតមានព្រោះវេទនាជាបច្ច័យបណ្ដាបច្ចយាការទាំងនោះភពកើតមានព្រោះវិជិកិច្ឆាជាបច្ច័យតើដូចម្ដេចវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌវិញ្ញាណខណ្ឌលើកតែវិជិកិច្ឆាចេញនេះហៅថាភពកើតមានព្រោះវិជិកិច្ឆាជាបច្ច័យពេព្រោះហេតុនោះទើបពោលថាហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះពេពួកធម៌ជាអកុសលតើដូចម្ដេចក្នុងសម័យណាអកុសលចិត្តច្រឡំដោយឧបេក្ខាប្រកបដោយឧទ្ធចៈមានរូបជាអារម្មណ៍ក្តីពេមានធម៌ជាអារម្មណ៍ក្តីឬក៏ប្រារព្ធនៅអារម្មណ៍ណាណាហើយកើតឡើងក្នុងសម័យនោះសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈទី6កើតមានព្រោះនាមជាបច្ច័យភាសៈកើតមានព្រោះអាយតនៈទី6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យឧទ្ធចៈកើតមានព្រោះវេទនាជាបច្ច័យអធិមោក្ខកើតមានព្រោះឧទ្ធចៈជាបច្ច័យភពកើតមានព្រោះអធិមោក្ខជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យចរិយានិងមរណៈកើតមានព្រោះជាតិជាបច្ច័យហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះបណ្ដាបច្ចយាការទាំងនោះអវិជ្ជាតើដូចម្ដេចការមិនដឹងការមិនឃើញពេគន្លឹះគឺអវិជ្ជាមោហៈអកុសលមូលណានេះហៅថាអវិជ្ជាពេបណ្ដាបច្ចយាការទាំងនោះវេទនាកើតមានព្រោះភាសៈជាបច្ច័យតើដូចម្ដេចសេចក្តីត្រេកអរក៏មិនមែនសេចក្តីមិនត្រេកអរក៏មិនមែនដែលប្រព្រឹត្តទៅក្នុងចិត្តការទទួលអារម្មណ៍មិនមែនទុក្ខមិនមែនសុខដែលកើតអំពីចេតោសម្ផស្សអទុក្ខមសុខវេទនាដែលកើតអំពីចេតោសម្ផស្សណានេះហៅថាវេទនាកើតមានព្រោះភាសៈជាបច្ច័យបណ្ដាបច្ចយាការទាំងនោះឧទ្ធចៈកើតមានព្រោះវេទនាជាបច្ច័យតើដូចម្ដេចការរវើរវាយនៃចិត្តការមិនស្ងប់ការរាយមាយចិត្តភាពនៃចិត្តភ្ញាក់ផ្អើលណានេះហៅថាឧទ្ធចៈកើតមានព្រោះវេទនាជាបច្ច័យបណ្ដាបច្ចយាការទាំងនោះអធិមោក្ខកើតមានព្រោះឧទ្ធចៈជាបច្ច័យតើដូចម្ដេចការចុះស៊ុបអាការៈចុះស៊ុបភាពចុះស៊ុបនៃចិត្តក្នុងអារម្មណ៍នោះណានេះហៅថាអធិមោក្ខកើតមានព្រោះឧទ្ធចៈជាបច្ច័យបណ្ដាបច្ចយាការទាំងនោះភពកើតមានព្រោះអធិមោក្ខជាបច្ច័យតើដូចម្ដេចវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌវិញ្ញាណខណ្ឌលើកតែអធិមោក្ខចេញនេះហៅថាភពកើតមានព្រោះអធិមោក្ខជាបច្ច័យពេព្រោះហេតុនោះទើបពោលថាហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោះរមែងមានដោយអាការៈយ៉ាងនេះពេការអានស្ដីអំពីបច្ចយាការវិភាំងត្រង់អកុសលនិទេសនៅបេដកលេខ81ត្រង់ទំព័រ66ឃ្នៀប93
ដល់គ្នា 103 របស់ខ្ញុំកណ្ណាតចំបាទក្នុងគណៈនេះក៏ដល់ទីបញ្ចប់បាទសូមអរគុណ